ការ៉ុតជាបន្លែមួយប្រភេទដែលសម្បូរទៅដោយវីតាមីន រ៉ែ សារធាតុចិញ្ចឹម និងជាតិសរសៃការញ៉ាំទឹកការ៉ុតទទួលបានអត្ថប្រយោជន៍ដល់សុខភាពជាច្រើនទី1ការធ្វើមេតាបូលីសទឹកការ៉ុតមានកាឡូរីនិងធ្វើឲ្យឆាប់ឆ្អែតដូចនេះការញ៉ាំទឹកការ៉ុតជំនួសឲ្យទឹកសូដានិងភេសជ្ជៈដែលមានជាតិស្ករផ្សេងទៀតអាចជួយដល់ការសម្រកទម្ងន់ទឹកការ៉ុតនេះក៏ជួយបង្កើនទឹកប្រមាត់ដែលជួយជំរុញដល់ក្នុងការធ្វើមេតាបូលីសផងដែរទី2សុខភាពភ្នែកមនុស្សជាច្រើនតែងនិយាយថាការ៉ុតល្អសម្រាប់ភ្នែកហើយនេះគឺជាការពិតទឹកការ៉ុតគឺប្រភពដ៏ល្អសម្រាប់សារធាតុ beta carotene ដែលជាប្រភេទវីតាមីន A និងជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្មវីតាមីន A ជួយការពារផ្ទៃខាងលើនៃភ្នែកនិងជួយដល់របបកំហើញផងដែរម្យ៉ាងទៀតការញ៉ាំទឹកការ៉ុតអាចជៀសផុតពីជំងឺភ្នែកផ្សេងទៀតដូចជាបញ្ហាភ្នែកម្យ៉ាងដែលធ្វើឲ្យយើងមើលមិនសូវឃើញនៅផ្នែកកណ្ដាលជំងឺភ្នែកឡើងបាយនិងការបាត់បង់កំហើញការ៉ុតក៏មានផ្ទុកសារធាតុលូទីនដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលការពារភ្នែកពីការខូចខាតដោយសារពន្លឺទី3សុខភាពស្បែកប្រសិនបើយើងធ្លាប់មានបញ្ហាស្បែកដូចជាឡើងកន្ទួលក្រហមការញ៉ាំទឹកការ៉ុតអាចជួយដល់ស្បែករបស់យើងបានផងដែរការ៉ុតមានវីតាមីន C អាចជួយឲ្យស្បែកជាពីរបួសលឿននិងមានសារធាតុ beta carotene នៅក្នុងការ៉ុតក៏ជួយកាត់បន្ថយការរលាកនៅស្បែកបានផងដែរទី4ពង្រឹងប្រព័ន្ធភាពស៊ាំដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំនិងជួយការពាររាងកាយប្រឆាំងនឹងការឆ្លងមេរោគផ្សេងៗយើងគួរបន្ថែមទឹកការ៉ុតនៅក្នុងរបបអាហារប្រចាំថ្ងៃការ៉ុតមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយឲ្យរាងកាយប្រឆាំងនឹងពួករ៉ាឌីកាល់សេរីការខូចខាតកោសិកានិងការរលាករីឯវីតាមីន C នៅក្នុងទឹកការ៉ុតក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើងផងនោះដែរទី5បញ្ចុះកូលេស្តេរ៉ុលបើសិនបើយើងចង់គ្រប់គ្រងកម្រិតកូលេស្តេរ៉ុលដោយមិនប្រើប្រាស់ថ្នាំយើងអាចបន្ថែមទឹកការ៉ុតនៅក្នុងរបបអាហាររបស់យើងបាននេះមកពីទឹកការ៉ុតមានផ្ទុកសារធាតុប៉ូតាស្យូមដែលជួយរក្សាកម្រិតកូលេស្តេរ៉ុលដែលល្អសម្រាប់សុខភាពការបញ្ចុះកម្រិតកូលេស្តេរ៉ុលអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាលតែនេះមិនមានន័យថាយើងអាចប្រើប្រាស់ទឹកការ៉ុតជំនួសថ្នាំដែលគ្រូពេទ្យផ្ដល់ឲ្យនោះទេយើងគួរពិគ្រោះជាមួយនឹងគ្រូពេទ្យមុននឹងឈប់ប្រើប្រាស់ថ្នាំដែលគ្រូពេទ្យចេញបញ្ជាក់បញ្ជាឲ្យប្រើដូច្នេះបើសិនជាបងប្អូនចង់បានសុខភាពល្អកុំភ្លេចបន្ថែមទឹកការ៉ុតចូលទៅក្នុងរបបអាហាររបស់យើងប្រចាំថ្ងៃ